ទៅជាតំណងដែរធ្វើញ៉ាំដែរមើលមានន័យបងប្អូនសម្រាប់រសជាតិពេលដែលយើងធ្វើឲ្យចេញមកនេះគឺរសជាតិឆ្ងាញ់តាចំពោះខ្ទឹមសនិងម្ទេសនេះបងប្អូនដាក់ខ្ទឹមសឲ្យច្រើនមកណាដោយសារតែខ្ទឹមសហ្នឹងគឺវាធ្វើឲ្យរសជាតិអំបិលម្ទេសរបស់យើងកាន់តែឈ្ងុយខ្លាំងគ្រឿងក្រៅមានដូចជាម្សៅស៊ុបស្ករអំបិលយើងដាក់តាមបន្តិចទេហើយថែមប៊ីចេងហ្នឹងមកចិបទៀតខ្ញុំក្លុកគ្រឿងក្រៅទាំងអស់នេះឲ្យវាចូលសព្វហើយគឺយើងអាចយកមកប្រឡាក់ជាមួយនឹងងាវបានទេណាចំពោះខ្ទឹមសបងប្អូនដាក់ឲ្យច្រើនដូចខ្ញុំចេះមកងាកមកស្រោះជាមួយនឹងងាវវិញចំពោះងាវគឺខ្ញុំស្រោះតាមមួយភ្លុកទេគឺខ្ញុំលើកចេញហើយដោយសារតែយើងត្រូវការយកងាវហ្នឹងទៅហាថ្ងៃមួយសាទៀតគ្រឿងក្រៅដែលខ្ញុំបុកមិញហ្នឹងចាប់ផ្ដើមយកមកប្រឡាក់ជាមួយនឹងងាវហើយចាគ្រឿងដែលខ្ញុំប្រឡាក់នេះរសជាតិបែបរៀងមុតបន្តិចណារៀងដិតប្រៃផ្អែមមកល្មមហ្មងអត់ឲ្យផ្អែមខ្លាំងទេចំពោះងាវអំបិលម្ទេសនេះបើសិនជាបងប្អូនចង់ធ្វើឲ្យឆ្ងាញ់ណាគួរតែមើលមេឃផងបើមេឃបើកថ្ងៃក្តៅខ្លាំងគឺយើងអាចធ្វើញ៉ាំបានណៃគឺយើងត្រូវការយកទៅហាថ្ងៃយកតែបើមេឃសតុំអីបងប្អូនមិនចាំធ្វើទេណាដោយសារតែយើងហាថ្ងៃឲ្យរៀងស្ងួតចាការច្របល់ងាវរបស់ខ្ញុំនេះប្រើពេលប្រហែលជា3ទៅ4នាទីអីគឺវាចូលសព្វគ្រប់ងាវអស់ហើយអញ្ចឹងហើយចាប់ផ្ដើមយកកូនឆ្អេមួយដើម្បីតម្រៀបដាក់ហាថ្ងៃបងប្អូនតែបើសិនជាបងប្អូនមានកូនកញ្ច្រៃណារីកប្រហោងធំអីគឺកាន់តែល្អហ្មងដោយសារតែងាវនេះកាលណាយើងហាថ្ងៃមានប្រហោងធំអញ្ចឹងវាឆាប់នឹងស្ងួតល្អបងប្អូន